គំនិតដ៏អស្ចារ្យមួយដែលបង្កើតឡើងដោយគូនខ្មែរនៅក្នុងទីក្រុងសៀមរាបគាត់ជាអតីតអ្នកធ្វើការឲ្យគេហើយគាត់ជាមនុស្សដែលមិនសូវចេះមាត់កឡើយក៏ប៉ុន្តែគាត់មានគំនិតប្លែកមួយដែលគាត់ឃើញថានៅពេលដែលតំបន់របស់គាត់ហុយផ្សែងគាត់ក៏បានទៅមើលហើយគាត់ក៏សង្កេតឃើញថានោះគឺជាផ្សែងដែលគេដុតអាចរណាហើយគាត់ក៏បានគិតថាតើយើងអាចធ្វើឲ្យបានដើម្បីជួយបរិស្ថានទាំងនេះគាត់ក៏សិក្សាស្រាវជ្រាវទៅលើគម្រោងមួយតាក់ទងទៅនឹង innovation ដែលហៅថានវានុវត្តន៍ថ្មីហើយគាត់ក៏បានបង្កើតឡើងនៅកន្លែងមួយដែលពិសេសគឺផ្ទះរបស់គាត់នឹងឯងហើយគាត់បានយកអាចរណាទាំងនោះយកមកកហាលរែងឲ្យស្ងួតហើយគាត់លាយជាមួយជ័រទឹកដែលយើងបានមកពីដើមឈើដូចជាទាលីជាត្រាហើយជ័រទាំងនេះក៏បានលាយជាមួយនឹងអៃរណាហើយនឹងសារធាតុមម្យ៉ាងដែលការពារជ្រាបទឹកនិងមានភាពធន់គាត់ធ្វើចាក់ពុំដើម្បីคล้ายទៅជាវត្ថុអនុស្សាវរីយ៍ដូចជារូបព្រះដូចជារូបខ្លងទ្វារអង្គរប្រាសាទអង្គរវត្ថុអនុស្សាវរីយ៍ជាច្រើនដែលយើងនឹកស្មានមិនដល់ថានេះគឺជារបស់មួយថ្មីហើយយើងដឹងហើយថាការធ្វើព្រះឆ្លាក់ពីព្រះឬថ្មពីសម័យបុរាណយើងចំណាយពេលរាប់សិបអាទិត្យរាប់សិបថ្ងៃដើម្បីបានព្រះអង្គមួយចេញជារូបរាងឡើយប៉ុន្តែគាត់បែរជាបង្កើតថ្មីដោយគ្រាន់តែមានពុំមួយយកអចរណាយកទៅលាយជាមួយជ័រទឹកហើយក៏បង្កើតជាពុំរូបព្រះអង្គហើយមានក្រុមជំនាញបុគ្គលិករបស់គាត់ជាង10នាក់គាត់បានធ្វើរឿងនេះគួរឲ្យកោតសរសើរនិងអស្ចារ្យមែនទែននៅគំនិតនវានុវត្តន៍ថ្មីនេះនេះគឺជាសាច់រឿងដ៏ inspiring សម្រាប់ជនជាតិខ្មែរយើងជាគំរូហើយយើងត្រូវគិតទាំងអស់គ្នាថាតើយើងអាចធ្វើអ្វីបានដើម្បីជួយការពារបរិស្ថានយើងដូចជាគាត់អញ្ចឹងដើម្បីកុំឲ្យហុយផ្សែងគាត់ដឹងមូលហេតុគឺដុតអចរណាដូច្នេះគាត់យកអចរណាទៅសង្យោគលាយផ្នែកគីមីវិទ្យាដើម្បីធ្វើជាដុំឈើដ៏មានតម្លៃហើយធន់នឹងធ្វើរូបបានតាមចិត្តអ្នកអរគ្នាអាចរកគាត់បានវត្ថុអនុស្សាវរីយ៍នេះនៅអាចលក់បាននៅទីក្រុងសៀមរាបនៅ Pub Street នៅកន្លែងអនុស្សាវរីយ៍ជាច្រើននៅមុខអង្គរជាដើមហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់បានជួយដល់ប្រជាជនដែលនៅក្បែរគាត់ឲ្យមានការងារធ្វើមានប្រាក់ខែមានលុយឲ្យកូនរៀនជាដើមនេះគឺជាភាពអស្ចារ្យរបស់គាត់មិនត្រឹមតែជួយបរិស្ថានទេគាត់បានបង្ហាញអត្តសញ្ញាណខ្មែរទៅឲ្យបរទេសជាច្រើនមើលនៅពេលដែលគេមកលេងប្រាសាទអង្គរវត្តគេនឹងទិញរបស់អនុស្សាវរីយ៍ទាំងអស់នោះឲ្យធ្វើចេញពីគាត់នេះហើយគឺជាគាត់បាទហើយគាត់ជាមនុស្សសាមញ្ញហើយជាមនុស្សមិនសូវមាត់កប៉ុន្តែនវានុវត្តន៍គាត់អស្ចារ្យគាត់ជាប់ពីរង្វាន់ប្រចាំប្រទេសបាទហើយខ្ញុំធ្វើវីដេអូនេះឡើងគឺយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋនឹងមានគំនិតហើយគិតខំប្រឹងប្រែងរកដំណោះស្រាយរកបញ្ហាដែលយើងកំពុងជួបប្រទះនៅតំបន់សហគមន៍របស់យើងបង្កើតនវានុវត្តន៍ថ្មីមួយធ្វើយ៉ាងណាឲ្យគេសរសើរថានេះគឺជាការបង្កើតឡើងដោយភាពអស្ចារ្យបង្ហាញពីអត្តសញ្ញាណយើងជួយបរិស្ថានជួយកាត់បន្ថយនៅការចំណាយប្រាក់ជាដើមយើងដឹងហើយថារូបចម្លាក់មួយព្រះអង្គនៅប្រាសាទអង្គរបើយើងទិញមួយ$100 $50ជាដើមតែគាត់អាចធ្វើបានមានតម្លៃធូរជាងហ្នឹងធន់ស្អាតដូចបេះបិទបានធ្វើដូចចង់ស្ពាន់ក៏បានចង់ចេញពីមាសក៏បានអរគុណខ្ញុំសុខហេង